បងប្អូនមានដឹងថានៅប្រហែលថ្ងៃខាងមុខនេះនឹងមានព្រឹត្តិការណ៍តារាសាស្ត្រមួយកើតឡើងនៅទូទាំងពិភពលោកគឺនៅចន្លោះថ្ងៃទី20ដល់22ខែមីនាចឹងណាបងប្អូនបាទហើយប្រទេសកម្ពុជាយើងក៏មានព្រឹត្តិការណ៍តារាសាស្ត្រនេះផងដែរគឺជាបាតុភូតមួយដែលព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្តតែម្ដងបងប្អូនហើយព្រឹត្តិការណ៍តារាសាស្ត្រនេះគឺមានឈ្មោះថាសមរិត្រីឬក៏ Equinox បាទហើយពាក្យថា Equinox ឬក៏សមរិត្រីនេះដែរគឺកើតឡើង2ដងក្នុងមួយឆ្នាំនៅរដូវប្រាំងនិងរដូវវស្សាបាទដូច្នេះនៅក្នុងវីដេអូនេះគឺខ្ញុំនឹងលើកយកនៅ3ចំណុចធំៗដែលតាក់ទងទៅនឹងព្រឹត្តិការណ៍តារាសាស្ត្រនេះឲ្យបងប្អូនបានយល់និងដឹងថាតើអ្វីទៅគឺជាសមរិត្រីឬក៏ Equinox បាទអញ្ចឹងកុំឲ្យខាតពេលវេលាយូរតោះទៅទស្សនាក៏ដូចជាស្ដាប់នៅខ្លឹមសាររួមជាមួយនឹងខ្ញុំទាំងអស់គ្នាបាទចំណុចទី1ធំតើសមរិត្រី Equinox គឺជាអ្វីសមរិត្រី Equinox គឺជាព្រឹត្តិការណ៍តារាសាស្ត្រមួយដែលកើតឡើងនៅពេលដែលចំណុចកណ្ដាលនៃព្រះអាទិត្យស្ថិតនៅចំពីលើខ្សែ Equator នៃផែនដីវាជារយៈពេលថ្ងៃនិងយប់មានប្រវែងស្មើគ្នាឬជិតស្មើគ្នានៅគ្រប់ទីកន្លែងនៅលើផែនដីប្រហែលជា12ម៉ោងពាក្យ Equinox មកពីភាសាឡាតាំងថា Equus ដែលប្រែជាភាសាខ្មែរថាស្មើនិង Nox ដែលប្រែជាភាសាខ្មែរថាយប់ដែលបង្ហាញពីសមភាពរវាងថ្ងៃនិងយប់ហើយព្រឹត្តិការណ៍សមរិត្រី Equinox កើតឡើង2ដងក្នុងមួយឆ្នាំគឺនៅរដូវប្រាំងនិងរដូវវស្សាខាងក្រោមនេះជាពេលវេលាដែលសមរិត្រី Equinox កើតឡើង1សមរិត្រីរដូវប្រាំងដែលភាសាអង់គ្លេសថា Vernal Equinox កើតឡើងនៅចន្លោះថ្ងៃទី20ដល់22ខែមីនា2សមរិត្រីរដូវវស្សាដែលភាសាអង់គ្លេសថា Autumnal Equinox កើតឡើងនៅចន្លោះថ្ងៃទី22ដល់24ខែកញ្ញាហើយការបរិច្ឆេទជាក់លាក់អាចប្រែប្រួលបន្តិចបន្តួចពីមួយឆ្នាំទៅមួយឆ្នាំដោយសារឆ្នាំនៃផែនដីមាន365ថ្ងៃចុច24ដែលជាឆ្នាំមិនមែនជាចំនួនគត់នឹងត្រូវបានកែសម្រួលជាមួយឆ្នាំបង្ក្រប់ដែលហៅថា Leap Year តើអ្វីទៅគឺជាឆ្នាំបង្ក្រប់ Leap Year ឆ្នាំបង្ក្រប់ Leap Year គឺជាឆ្នាំមួយដែលមានរយៈពេល366ថ្ងៃជំនួសឲ្យ365ថ្ងៃដោយឆ្នាំធម្មតាថ្ងៃបន្ថែមនេះត្រូវបានបញ្ចូលទៅក្នុងខែកុម្ភៈដែលជាធម្មតាមាន28ថ្ងៃតែនៅក្នុងឆ្នាំបង្ក្រប់វាកើតឡើងទៅដល់29ថ្ងៃឆ្នាំបង្ក្រប់ Leap Year ជាទូទៅកើតឡើងរៀងរាល់4ឆ្នាំម្ដងដើម្បីកែសម្រួលប្រតិទិនឲ្យស៊ីសង្វាក់ជាមួយរយៈពេលដែលផែនដីវិលជុំវិញព្រះអាទិត្យប្រហែលជា365ថ្ងៃចុច2422ចំណុចទី2ធំតើប្រទេសណាខ្លះដែលមានព្រឹត្តិការណ៍សមរិត្រី Equinox ស្រដៀងទៅនឹងព្រឹត្តិការណ៍ប្រាសាទអង្គរវត្ត1ប្រទេសមេស៊ីកូមានទីតាំងនៅពីរ៉ាមីត El Castello ប្រាសាទកុលគូកាន់ដែលពន្លឺព្រះអាទិត្យបង្កើតជាស្រមោលមើលទៅដូចជាពស់រអិលចុះតាមជណ្ដាលពីរ៉ាមីតនេះជានិមិត្តរូបនៃព្រះកុលគូកាន់ដែលជាព្រះពស់របស់ជនជាតិម៉ាយ៉ាហើយភាពស្រដៀងគ្នាដូចទៅនឹងប្រាសាទអង្គរវត្តនោះគឺសំណង់នេះត្រូវបានរចនាឡើងដោយផ្អែកទៅលើចំណេះដឹងតារាសាស្ត្រដើម្បីតម្រង់ជួរជាមួយព្រឹត្តិការណ៍សមរិត្រី2ប្រទេសអង់គ្លេសមានទីតាំងនៅ Stonehenge ដែលព្រះអាទិត្យរះនឹងលេចតម្រង់ជួរជាមួយថ្មមួយចំនួននៅ Stonehenge ដែលបង្ហាញថាវាត្រូវបានសាងសង់ឡើងដោយគិតគូរពីទីតាំងនៃព្រះអាទិត្យហើយភាពស្រដៀងគ្នាដោយទៅនឹងប្រាសាទអង្គរវត្តនោះគឺវាបង្ហាញពីភាពយល់ដឹងអំពីចលនារបស់ព្រះអាទិត្យនិងការតម្រង់ជួរយ៉ាងជាក់លាក់ជាមួយនឹងសំណង់3ប្រទេសអេស៊ីបមានទីតាំងនៅប្រាសាទ Abu Simbel សាងសង់ឡើងដោយរាមសេសទី2ដែលពន្លឺព្រះអាទិត្យចាំងចូលទៅក្នុងបន្ទប់ខាងក្នុងនិងបំភ្លឺរូបសំណាកព្រះនៅថ្ងៃទី22ខែកុម្ភៈនិងថ្ងៃទី22ខែតុលាដែលជិតនឹងថ្ងៃសមរិត្រីប៉ុន្តែមិនចំពេលនោះទេទោះបីជាយ៉ាងណាវាបង្ហាញពីចំណេះដឹងតារាសាស្ត្រស្រដៀងគ្នាទៅនឹងប្រាសាទអង្គរវត្ត4ប្រទេសឥណ្ឌាមានទីតាំងនៅប្រាសាទ Konark Sun Temple នៅរដ្ឋ Odishaប្រាសាទនេះត្រូវបានរចនាឡើងជាទម្រង់រទេះចម្បាំងរបស់ព្រះអាទិត្យហើយទីតាំងរបស់វាត្រូវបានគេជឿថាមានការតម្រង់ជួរជាមួយព្រឹត្តិការណ៍តារាសាស្ត្ររួមទាំងពន្លឺព្រះអាទិត្យឆ្លុះបញ្ចាំងយ៉ាងស្រស់ស្អាតលើសំណង់នៅថ្ងៃសមរិត្រីហើយភាពស្រដៀងគ្នាដូចទៅនឹងប្រាសាទអង្គរវត្តនោះគឺត្រូវបានកសាងឡើងដោយផ្អែកទៅលើទំនាក់ទំនងជាមួយនឹងព្រះអាទិត្យនិងបាតុភូតសមរិត្រី5ប្រទេសប៉េរូមានទីតាំងនៅ Machu Picchu ដែលជាទីក្រុងបុរាណរបស់ជនជាតិអាំងហ្កាមានថ្ម Intihuatana ហៅថា Hiding Post of the Sun ដែលត្រូវបានគេជឿថាប្រើសម្រាប់តាមដានចលនារបស់ព្រះអាទិត្យហើយភាពស្រដៀងគ្នាទៅនឹងប្រាសាទអង្គរវត្តនោះគឺបង្ហាញពីការយល់ដឹងអំពីសមរិត្រីនិងការប្រើប្រាស់សំណង់ដើម្បីសម្គាល់បាតុភូតនេះចំណុចទី3ធំដូច្នេះព្រឹត្តិការណ៍សមរិត្រីអង្គរវត្តដែលជាបាតុភូតព្រះអាទិត្យរះចំកណ្ដាលកំពូលប្រាសាទអង្គរវត្តមានភាពអស្ចារ្យកម្រិតណាស់សម្រាប់ប្រទេសកម្ពុជាយើង
ចំណុចទី1ភាពអស្ចារ្យផ្នែកតារាសាស្ត្រនិងស្ថាបត្យកម្ម1.1ទូចការតម្រង់ជួរដ៏អស្ចារ្យនៅថ្ងៃសម័យរាត្រីនាទីខែរដូវព្រះអាទិត្យរះចំកណ្ដាលកំពូលប្រាសាទអង្គរវត្តដែលបង្ហាញពីចំណេះដឹងតារាសាស្ត្រដ៏ជ្រៅជ្រះរបស់អ្នកសាងសង់ខ្មែរក្នុងសម័យអាណាចក្រអង្គរនៅសតវត្សទី12នេះបញ្ជាក់ថាប្រាសាទនេះមិនត្រឹមតែជាសំណង់សាសនាប៉ុណ្ណោះទេថែមទាំងជាឧបករណ៍សម្រាប់តាមដានចលនារបស់ព្រះអាទិត្យផងដែរ1.2ទូចការរចនាដ៏ប៉ិនប្រសប់អង្គរវត្តត្រូវបានសាងសង់ឡើងដោយមានការគណនាយ៉ាងល្អិតល្អន់ដែលតម្រង់ទិសទៅទិសខាងលិចខុសប្លែកពីប្រាសាទខ្មែរភាគច្រើនដែលតម្រង់ទិសទៅទិសខាងកើតនិងមានទំនាក់ទំនងជាមួយសម័យរាត្រីនេះបង្ហាញថាវាអាចនឹងជានិមិត្តរូបនៃការផ្លាស់ប្ដូររវាងជីវិតនិងសេចក្តីស្លាប់ឬជាប្រតិទិនធំសម្រាប់កសិកម្មសរុបមកសម្រាប់ប្រទេសកម្ពុជាយើងព្រឹត្តិការណ៍សម័យរាត្រីនៅប្រាសាទអង្គរវត្តគឺវាមានភាពអស្ចារ្យខ្លាំងណាស់ព្រោះវាមិនត្រឹមតែជាការបង្ហាញពីសមត្ថភាពពពកបរោះរបស់ខ្មែរយើងប៉ុណ្ណោះទេថែមទាំងជាចំណុចដ៏ទាក់ទាញសំខាន់បំផុតសម្រាប់ពង្រឹងនៅអត្តសញ្ញាណជាតិក៏ដូចជាសេដ្ឋកិច្ចនិងទេសចរណ៍វាជាកេរដំណែលដ៏មានតម្លៃមួយដែលធ្វើឲ្យកម្ពុជាលេចធ្លោក្នុងចំណោមប្រទេសដទៃទៀតដែលមានបាតុភូតស្រដៀងគ្នានេះផងដែរបាទអញ្ចឹងវីដេអូនេះក៏ឈានចូលមកដល់ទីបញ្ចប់អរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាហើយកុំភ្លេចចុច like ក៏ដូចជា follow នៅ page ដើម្បីទទួលបាននៅវីដេអូថ្មីៗបន្តទៀតបាទអរគុណច្រើនជួបគ្នានៅវីដេអូក្រោយបាទបាយបាយ